ពោះរបស់នៃគោលសង្គមបាទដូចជាអត់ដូចជាក្នុងថ្ងៃនេះចាយើងខ្ញុំក្រោយពីការដើរមើលគ្រប់ស្តង់ចំនួន80ជាងនេះខ្ញុំឃើញថាខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយមែនតើរីករាយជាមួយនឹងស្នាដៃពិព័រណ៍របស់សិស្សរបស់យើងនៅសាលាយើងឃើញថាគាត់មានគំនិតច្នៃប្រឌិតច្រើនមែនតើសម្រាប់ខ្ញុំមានអារម្មណ៍ថាវាពិតជាមានសារៈសំខាន់មែនតើនៅក្នុងការធ្វើពិព័រណ៍វិទ្យាសាស្ត្រនៅថ្ងៃនេះដោយសារតែយើងក៏ដូចជាបានផ្ដល់ឱកាសសម្រាប់សិស្សានុសិស្សដែលគាត់រៀននៅទីនេះដើម្បីបញ្ចេញនៅទេពកោសល្យក៏ដូចជារៀនក្នុងការធ្វើការងារជាក្រុមក៏ដូចជាបន្តស្មារតីរបស់ពួកគាត់ឲ្យមានកាន់តែមានភាពក្លាហានជាមុតក្នុងការធ្វើការងារដែលត្រឹមត្រូវមួយបាទសម្រាប់ខ្ញុំបាទជាអាណាព្យាបាលក៏ដូចជាឪពុករបស់កូនស្រីរបស់ខ្ញុំដែលគាត់បានរៀននៅសាលាអន្តរជាតិ Westland នេះហើយសម្រាប់ការបង្កើតកម្មវិធីតាំងពិព័រណ៍វិទ្យាសាស្ត្រនេះគឺខ្ញុំមើលឃើញថាវាមានភាពវិជ្ជមានល្អមែនទែនទៅដល់បងប្អូនសិស្សានុសិស្សឲ្យគាត់បានយល់ដឹងពីវិទ្យាសាស្ត្របច្ចុប្បន្នទី1ទី2គឺការងារជា team work ការងារ team work នេះគឺវាពិតជារឹតតែសំខាន់ជាដើម្បីឲ្យគាត់ចេះយល់គ្នាចេះស្រឡាញ់គ្នាចេះជួយគ្នាខ្ញុំមើលឃើញថាចង់ឲ្យសាលាក៏ដូចជាសាលាដទៃទៀតជាពិសេសសាលាអន្តរជាតិ Westland នេះគាត់បង្កើតកម្មវិធីឡើងគឺល្អមែនទែនជាគំរូដល់យុវជនក៏ដូចជាគំរូដល់សិស្សានុសិស្សហើយរូបភាពបែបនេះគឺពិតជាមានសារៈសំខាន់ហើយខ្ញុំពេញចិត្តនឹងគ្រប់គ្រងនៅអ្វីដែលភាពច្នៃប្រឌិតរបស់បងប្អូនខ្ញុំពេលខ្លះខ្ញុំសរសើរពួកគាត់អត់ដឹកស្មានថាពួកគាត់បង្កើតបានដោយការបង្កើតដោយខ្លួនឯងភាពច្នៃប្រឌិតក៏ដូចជាការសហការជាធីមជាក្រុមហើយខ្ញុំមើលឃើញថាគាត់បង្កើតរូបភាពបែបវិទ្យាសាស្ត្រហ្នឹងវាមើលទៅដូចអត់នឹកស្មានដល់ពេលខ្លះថាយើងអាចបាទដូចមិញខ្ញុំទៅតេស្តមិញគាត់អាទឹកដែលសឲ្យគាត់ចាក់ពណ៌ចូលទៅគាត់បំលែងទៅជាសវិញខ្ញុំភ្ញាក់ថាអូបងអូនអាចធ្វើបានមិនធម្មតាតែពិតទៅយុវជនក្មេងៗសិស្សានុសិស្សយើងមិនមែនអត់សមត្ថភាពទេគាត់មានសមត្ថភាពប៉ុន្តែតាមសាលាខ្ញុំសរសើរសាលា Westland ដែលគាត់ជំរុញលើកទឹកចិត្តក៏ដូចជាបង្កើតកម្មវិធីនេះឡើងផ្ដល់ឱកាសបង្កើតកម្មវិធីនេះឡើងខ្ញុំគ្រប់គ្រង 100% ហើយសង្ឃឹមថាគាត់នឹងបន្តធ្វើការបង្កើតកម្មវិធីនេះបន្តទៀតបាទជាបឋមខ្ញុំគិតថាលើកយកល្ខោនស្រមោលស្បែកតូចនេះយកមកបង្ហាញគឺដោយសារតែល្ខោនខ្មែរបុរាណរបស់យើងសប្តាហ៍ថ្ងៃហ្នឹងគឺវាអត់សូវទូលំទូលាយទេអញ្ចឹងទៅក្រុមយើងខ្ញុំគិតថាយកល្ខោនហ្នឹងមកធ្វើជាប្រធានបទនៅក្នុងកម្មវិធីពិព័រណ៍វិទ្យាសាស្ត្រលើកទី8ដែលជាកម្មវិធីមួយដ៏ធំនៃសាលាអន្តរជាតិ Westland ដែលមានសិស្សានុសិស្សមកពីគ្រប់សាលាទាំងអស់មកចូលរួមទស្សនាហើយក៏ដូចជាពីអាណាព្យាបាលលោកគ្រូអ្នកគ្រូផ្សេងទៀតអញ្ចឹងទៅខ្ញុំគិតថាពេលដែលយកល្ខោនហ្នឹងយកមកដាក់ជាពិព័រណ៍ទៅអាចផ្សព្វផ្សាយហើយឲ្យពួកគាត់បានយល់ដឹងបន្ថែមក៏ដូចជាអភិរក្សថែរក្សាការពារ Westland International School.